របស់ខ្ញុំត្រូវគេលួចអស់ហើយហាថាម៉េចហើយអាចចរ៉ៃណាវាលួចអញកាត់ស្អីហ្នឹងមិនក្បោតរបស់នាងខ្លាចច្បាប់ហ្នឹងពេលនេះខ្ញុំអត់ប្រាក់តែខ្ញុំគួរធ្វើយ៉ាងម៉េចទៅមិនអីទេរឿងប្រាក់មិនជាបញ្ហាទេប្រចាំទៅសិនទៅមីកយ៉ាពីម្ចាស់នាងឯងចង់ទៅណាតែដងថ្នាំឲ្យយើងចាលោកប្រុសលោកជំទាវអង្គឥឡូវនេះពួកយើងគិតធ្វើយ៉ាងម៉េចទៅនៅមានតកែស្រូវមកពីណានៅលក់ស្រូវឲ្យវាទៀតលោកបងកគាតាមជួយនេះរហូតដល់លោកជំទាវអង្គខ្ញុំគិតថាលោកបងកគានេះហើយជាស្រាញរំដួលជាមិនខានទេអាចទៅធ្វើស្អីបានទៅបើកូនកគាតាមជួយវារហូតកូនកគាណែម៉ែតាមដេរឿងនាងធ្វើទៅពេលនេះគ្រួសារនាងកំពុងតែធ្លាក់ដុនដាបណែម៉ែគ្មានចិត្តអាណិតអសូរនាងខ្លះទេអីម៉ែលោកបងលីនេះគូដណ្ដឹងនៅនឹងមុខតែបែរជាមិនចិត្តអាណិតដល់គូស្នេហ៍ចាស់ទៅវិញលោកបងលីនិយាយត្រូវហើយលោកអំពេលនេះនាងគ្មានទីពឹងទេតាំងពីឪពុកម្ដាយនាងស្លាប់ទៅពឹងបងប្រុសក៏ពឹងមិនបានគួរគិតថាដែលនាងរិះរោគធ្វើការងារដូចជាប្រុសនេះគួរឲ្យស្ងេះសរសើរណាស់តែធ្វើតែព្រាតអស់ហើយនាងទីពូគេឆាក់គូដណ្ដឹងតែលេខអត់ទៅហើយតែក៏សរសើរគេទៀតវាជារឿងពិតដែលគួរឲ្យស្ងេះសរសើរស្រីដូចជានាងហើយដូចជាខ្ញុំអាចធ្វើបានដូចជានាងរំដួលដែរទេបានហើយឆាប់និយាយទៅវាចង់ធ្វើអីក៏ធ្វើទៅមើលតាមសមត្ថភាពវាគ្មានផ្លូវធ្វើបានសម្រេចទេសូមជម្រាបថា Channel YouTube ចាស់របស់ក្រុមច័ន្ទរះថ្មីបានខូចនិងឈប់ប្រើប្រាស់ដូច្នេះក្រុមច័ន្ទរះថ្មីបានបង្កើត Channel YouTube ថ្មីសូមបងប្អូនជួយចុចជាវឬ Subscribe ក្នុង Channel ថ្មីនេះដើម្បីតាមដានវីដេអូថ្មីៗនិងមានឱកាសឆ្នើទឹកប្រាក់$10រៀងរាល់ចុងខែបងបារម្ភពីនាងរំដួលមែនទេបងកុំកង្វល់អីមានលោកប្រុសកុំគេនៅជួយឲ្យនាងប្រហែលជាមិនអីទេលោកពុកក៏ធ្លាប់និយាយរឿងធ្វើចំនួនប្រាប់ខ្ញុំខ្លះៗដែរប៉ុន្តែខ្ញុំមិនទាន់មានពេលបានជួបនាងសោះបើជួបនាងខ្ញុំនឹងបានណែនាំនាងខ្លះៗអូនមិនសពនាងទេអីខ្ញុំទៅស្អប់នាងធ្វើអីទៅលោកបងមែនខ្ញុំធ្លាប់ខឹងនាងដែលលោកបងទៅស្រឡាញ់នាងតែមិនមែនជាកំហុសរបស់នាងទេហើយក៏មិនមែនជាកំហុសរបស់លោកបងដែរអូនយល់ច្បាស់ពីរឿងស្នេហាហាមចិត្តមិនបានទេដូចអូនស្រឡាញ់លោកបងអញ្ចឹងពូអូនមានសំណាញ់ចិត្តល្អដល់ថ្នាក់នេះបងបែកជាមួយរំលងបងមិនល្អខ្លួនឯងបងអាត្មានិយមបងសុំទោសលោកបងក៏មិនទោសខ្លួនឯងអីអូននិយាយហើយរឿងស្នេហាបងខំមិនបានទេអូននៅចង់រៀបការជាមួយបងទៀតទេអូននៅតែអាំងពាក្យដដែលអូនស្រឡាញ់លោកបងណាស់តែអូនក៏មិនចង់ឲ្យលោកបងរៀបការជាមួយអូនតែមកខំចិត្តដែរតែបើពេលនេះមិនមែនជាការមកខំចិត្តតែបងចង់រៀបការជាមួយអូននៅពេញចិត្តបងគិតច្បាស់ហើយអូនជានារីដែលស័ក្តិសមបំផុតអំពើល្អរបស់អូនធ្វើឲ្យបងចោទចាញ់ហើយនាងផលចាស់អ្នកនាងតែធ្វើយ៉ាងម៉េចបានដែរឲ្យទៅតកែស្រូវនោះកុំលុះស្រីនេះរំដួលឲ្យសោះឲ្យធ្វើយ៉ាងម៉េចទៅអ្នកនាងអ្នកបងរឿងអញ្ចឹងក៏យើងនិយាយដែរយល់ហើយអ្នកនាងខ្ញុំនឹងតឡើយនេះភ្លាមពួកឯងចេះណាឮថាលោកតកែមានស្រូវនៅក្នុងឃ្លាំងច្រើនណាស់មែនទេនេះពួកឯងត្រកាយមិនសមអីច្រើនទេសំត្រឹមស្រូវពីសំពៅលោកតកែកុំលក់ចាញ់ទៅបានហើយហេតុអីទៅយើងលក់មិនបានកុំធួច្រើនអីលោកតកែបើចង់មានជីវិតរស់តទៀតលោកតកែយល់អ្វីដែលពួកខ្ញុំនិយាយមែនទេស្រូវយើងចឹងលក់ឯណាក៏បានដែរពួកខ្ញុំជាយើងនិយាយស្រួលបួលហើយប៉ុន្តែលោកតកែស្ដាប់ពួកខ្ញុំគ្មានជំរឿទេគ្មានប្រាក់បែបនេះសុំមានមុខឯណាទៅជួបគេនោះអូយមិនទៅក្បត់រឿងប្រាក់អីអូយថាម៉េចពួកសម្រាប់គេអីពួកល្ងងនិយាយពួកឯងធ្វើយ៉ាងម៉េចកុំឲ្យវាលស្រ័យលេះរំដួលតែពួកឯងទៅសម្រាប់គេពួកខ្ញុំព្យាយាមនិយាយច្រើនដងឲ្យអ្នកនាងប៉ុន្តែអាម្នាក់នោះពិបាកនិយាយគ្នាពេកទើបពួកខ្ញុំរត់ដៃទៅពួកចង្រៃអីហើយមានអ្នកណាឃើញពួកឯងឬអត់គ្មានអ្នកណាឃើញពួកខ្ញុំទេអ្នកនាងកុំបារម្ភអីពួកខ្ញុំមិនឲ្យរឿងនេះមានជាប់ពាក់ព័ន្ធដល់អ្នកនាងទេឈួតមែនពួកឯងគ្មានបានការទេធ្វើអីមិនដែលត្រូវចិត្តអ្នកនាងសោះធ្វើនេះក៏ខុសធ្វើនោះក៏ខុសចាំឈួតមែនទេទ្រាំទៅដើម្បីប្រាក់ស្អាតណាស់ក្មួយចម្ពូពិតជាបកែរៀបចំពិតមែនណែម៉ែថ្ងៃនេះ
កូនមានដំណឹងល្អចំប្រាំតែម៉ែ ម៉ែសង្ឃឹមថារឿងនេះមិនពាក់ព័ន្ធជាមួយនាងរំដួលទេណា មិនមែនទេដំណឹងនេះអ្នកម៉ែច្បាស់ជាត្រេកអរមិនខានទេ ដំណឹងល្អស្អីទៅឆាប់ញ៉ៃមកកុំកាច់កងច្រើនពេក គឺកូនចង់ឲ្យអ្នកម៉ែរៀបចំពិធីមង្គលការកូននឹងចំពោះបានឆាប់ណាស់អ្នកម៉ែ ហាកូនលីនេះកូនញ៉ៃពិតមែនទេ បាទអ្នកម៉ែ នឹងក្អែបឆាប់ត្រៀមចាំឲ្យបានយើងទៅផ្ទះលោកពញានិងលោកជំទាវតែញ៉ៃរឿងរៀបការឲ្យបានលឿនបំផុត ទៀនម្ចាស់លោកស្រី លោកជំទាវអង្គ អោក្មួយសេដា សំទោសលោកជំទាវអង្គផងដែលខ្ញុំមកមិនបានជម្រាបប្រាប់ជាមុនតែខ្ញុំមានការសំខាន់ចង់ជម្រាបប្រាប់លោកអ៊ំណា ការសំខាន់អីទៅក្មួយ គឺម្ចាស់ឃ្លាំងស្រូវស្លាប់ហើយលោកអ៊ំ ហាហេតុអីកាត់អីបានជាស្លាប់ ក្មួយក៏មិនដឹងដែរក្មួយទៅតែដឹងដំណឹងនេះមិញហ្នឹង ព្រះជួយ អ្នកនាងនៅសុកតកែស្រូវស្លាប់បែបនេះប្រកាសជាមានរឿងមិនល្អទេ ម្ចាស់ឃ្លៀងស្រូវស្លាប់មិនមានរឿងធម្មតាទេតាមមើលទៅត្រូវគេសម្លាប់ច្បាស់ណាស់ ត្រូវគេសម្លាប់អីរឿងនេះអាចនឹងពាក់ព័ន្ធនឹងយើងខ្លះដែរទេ កុំគិតច្រើនអីគេអាចនឹងមានសត្រូវផ្សេងក៏អាចថាបានដែរ តែលោកមិនគិតថាចៃដន្យពេកទេអីស្លាប់ចំពេលដែលយើងទៅទិញស្រូវ តើអ្នកណាទៅជាអ្នកធ្វើ អ្នកដែលស្អប់ខ្ញុំមានមិនច្រើនទេអាចនឹងថាគេមិនចង់ឲ្យខ្ញុំជោគជ័យទៅគេធ្វើបែបនេះ នាងចង់និយាយពីអ្នកម៉ែខ្ញុំហ៎ ខ្ញុំមិនចង់គិតអាក្រក់លើគាត់ទេតែលោកសាក់គិតមើលទៅកាលពីមុនដែលខ្ញុំទិញស្រូវមិនបានក៏ព្រោះតែនរណា មិនអាចជាអ្នកម៉ែទេទោះបីអ្នកម៉ែស្អប់នាងតែគាត់ក៏មិនដល់ថ្នាក់ទៅសម្លាប់នាងដទៃដែរ ខ្ញុំសង្ឃឹមថាអញ្ចឹងទៅចុះ អូបងលីជពូ ខានជប់គ្នាយូរហើយសុខសប្បាយទេអ្នកនាងរំដួលនាងក៏ដឹងថាខ្ញុំមិនសុខដែរមិនចាំបាច់សួរទេ រំដូលចំពោះខំមានទឹកចិត្តមិនស៊ូនាំគេគ្មានបំណងអាក្រក់ទេ ខ្ញុំកំពុងតែជួបបញ្ហាកំពុលមុខមិនបានមើលឃើញបំណងល្អរបស់អ្នកណាទេ បងលីបងដឹងរឿងម្ចាស់ឃ្លៀងស្រូវស្លាប់ហើយមែនទេ បងទៅតែដឹងការពីព្រមអញទេវាចម្លែកណាស់ហើយអីក៏នៅសសកម្ចាស់ឃ្លាំងស្រូវស្លាប់ សាកសពខ្ញុំបានពិនិត្យហើយម្ចាស់ឃ្លាំងស្រូវត្រូវគេសម្លាប់ណាស់ទៀនម្ចាស់ ត្រូវគេសម្លាប់អញ្ចឹងហីម្ចាស់ឃ្លៀងស្រូវតែមានសត្រូវណាស់ឯណាហេតុអីក៏គេទៅសម្លាប់អញ្ចឹងជួនកាលអាចនឹងថាមិនមែនជាសត្រូវរបស់គេក៏ថាបានដែរតែជាសត្រូវរបស់ខ្ញុំមនុស្សយើងគួរឲ្យខ្លាចមែនហ៊ានសម្លាប់សំបីតែមនុស្សមិនដឹងអីលោកពុករបស់ខ្ញុំក៏គាត់ធ្វើការខាងរាជការដែរចាំខ្ញុំឲ្យគាត់ស៊ើបសួររឿងនេះ រំខានអ្នកនាងហើយ បើម្ចាស់ឃ្លាំងស្រូវស្លាប់បាត់ទៅហើយចោះរឿងដែលទិញស្រូវនោះ ប្រហែលទៅរងចាំឲ្យដល់រដូវប្រមូលផលស្រូវហើយបើទិញពេលនេះក៏គ្មានស្រូវទិញដែរ អញ្ចឹងស្រូវពីសំពៅដែលត្រូវផ្ញើទៅឲ្យឈ្មោះចិនប្រហែលជាត្រូវរំសាយហើយ ខ្ញុំគ្មានសមត្ថភាពខ្ញុំមើលស្រាលខ្លាំងពេកទៅបរាជ័យបែបនេះ កុំបន្ទោសខ្លួនឯងអីរឿងដែលកើតឡើងគ្មានអ្នកណាគេដឹងមុនទេ ពិតមែនហើយខ្ញុំទៅសារនាងដោយចិត្តស្មោះគ្មានមនុស្សស្រីណាក្លាហានអង្អាចដូចជានាងទេ មកថ្ងៃនេះខ្ញុំក៏មានដំណឹងល្អប្រាប់អ្នកទាំងពីរដែរខ្ញុំនៅរៀបការឆាប់ៗនេះហើយ រៀបការអី មែនហើយ អូយសាវ៉ាមែនតើពីថ្ងៃមុនស្រាប់តែប្រាប់ថាស្រឡាញ់ខ្ញុំសោះហើយឥឡូវនេះទៅរៀបការហើយអី ខ្ញុំសប្បាយចិត្តណាស់ដែលបានឮដំណឹងនេះសង្ឃឹមតែខ្ញុំបានក្មួយពោឆាប់ៗណា រំដូលបងសុំទោសណាដែលបងធ្វើតាមសន្យាមិនបាន ហើយខ្ញុំឮថាលោករៀបការណាខ្ញុំអត់សើស្លាប់ហើយក ងគេរំដូលមើលក៏ដឹងដែរថាអ្នកទាំងពីរមានចិត្តឲ្យគ្នា អត់ទេបញ្ញាបកែកបែបនេះច្បាស់ហើយណាលោកបងច្បាស់ហើយទៅខ្ញុំប្រាប់ហើយតាថាអត់ទេអត់ក៏អត់ចឹងលោកបងយើងបញ្ញាប់ទៅវិញទៅព្រោះថ្ងៃនេះយើងត្រូវទៅជួបលោកពុកហើយនឹងអ្នកម៉ែ មែនហើយខ្ញុំគិតលាទៅវិញហើយ ពួកឯងញឹមស្អីបើមានអីត្រូវធ្វើក៏ទៅធ្វើទៅចា ចានាង ខ្ញុំក៏ត្រូវទៅដែរខ្ញុំលាសិនហើយ គួរតែទៅយូរហើយលោក អសុកទៅទេ បាទលោកប្រុសលោកប្រុសស្បាយចិត្តរឿងអីបានដើរញញឹមម្នាក់ឯង អោបងយើងជិះរៀបការមិនឲ្យយើងសប្បាយចិត្តទេ លោកប្រុសលីចិត្តរៀបការគ្មានអ្នកណាមកពាក់ព័ន្ធជាមួយអ្នកនាងរំដួលទៀតទេដូច្នេះទើបលោកប្រុសស្បាយចិត្តមែនទេ យីអានេះអូសេដា ជំរាបសួរលោកបង
នេះលោកបងទៅមកពីណាហ្នឹង គឺមកពីមានធរៈតិចតួចគ្មានអីទេបើគ្មានអីជំរាបសិនហើយ អូយ នេះយ៉ាងមិនទៅហើយ ខ្ញុំដូចជាវត្តមុខណាស់លោកបងជួយជូនខ្ញុំទៅសម្រាប់បន្តិចបានទេ អូខ្ញុំមិនទំនេរទេអាសុកជួយជូននាងសេរាទៅសម្រាប់ផង បាទលោកប្រុស លោកបង អញ្ជើញអ្នកនាងសេដាជីឲ្យអ្នកនាងសេដា អូយវិញមកអូយ ក៏អូ នាងផៅ អាចារ្យទេនាង ទៅប្រាប់ពីអ្នកនោះទៅថាបើរឿងដែរតកែឃ្លៀងស្លាប់មានពីពុតដល់យើងពួកវាកាប់មិនរត់ដែរ ចាអ្នកនាង